តើលោកអ្នកស្គាល់សត្វគីងកងដែរឬទេសត្វគីងកងត្រូវបានចាស់ៗនិយាយតគ្នាថាគឺជាសត្វដែលមានស្នេហ៍ស្មោះចំពោះគ្នាយើងដឹងហើយថាសត្វគីងកងគឺជាប្រភេទសត្វស្លាបដ៏កម្របំផុតជានឹងចិត្តដាច់ពូជនៅក្នុងព្រះរាជាណាចក្រកម្ពុជានៅក្នុងនោះក្រសួងបរិស្ថានក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់អភិរក្សការពារសត្វដ៏កម្រមួយប្រភេទនេះដើម្បីឲ្យវាបង្កើតជាកូនចៅតទៅទៀតនៅលើទឹកដីសវណ្ណភូមិរបស់យើងបើនិយាយអំពីសត្វគីងកងចាស់ៗលោកបានដំណាលថាចំពោះរឿងរ៉ាវស្នេហារបស់សត្វគីងកងមិនថាទាំងសត្វញីឬសត្វឈ្មោលនៅឡើយសត្វគីងកងគឺជាសត្វដែលស្មោះស្ម័គ្រជាមួយនឹងគូវាណាស់នៅពេលដល់រដូវបន្តពូជសត្វគីងកងឈ្មោលតែងតែស្វែងរកប្រហោងឈើឬក៏ទីតាំងជម្រករបស់វារួចហើយក៏នាំសត្វញីទៅមើលបើកាលណាសត្វញីនោះពេញចិត្តវាក៏ចាប់ផ្ដើមនាំគ្នាកាច់សម្បុកនៅទីនោះតែម្ដងដោយធ្វើការបិទប្រហោងទុកតែចន្លោះតូចមួយដើម្បីផ្ដល់ចំណីនិងការពារមិនឲ្យសត្វដទៃចូលបានសម្បុកនោះត្រូវបិទជិតរហូតដល់កូនញាស់ហើយសត្វគីងកងអាចហោះហើរបាននៅក្នុងរយៈពេល120ថ្ងៃដល់អំឡុងពេលនោះកូនតូចៗនឹងសត្វគីងកងឈ្មោលគឺត្រូវជាអ្នករងចាំសម្បុកនិងមើលថែកូនរីឯគីងកងញីគឺជាអ្នកហៅរកចំណីមកបញ្ចុកកូននៅប្តីហើយសល់ប្រមាណទៅស៊ីខ្លួនឯងបើសិនជារកបានចំណីតិចតួចសត្វគីងកងញីនោះមិនហ៊ានហូបខ្លួនឯងនៅឡើយគឺទុកឲ្យប្តីនិងកូនទាំងអស់សត្វនេះស្មោះស្ម័គ្រនឹងគ្នាណាស់បើសិនជាស្លាប់ញីអាឈ្មោលត្រូវតែស្លាប់តាមបើស្លាប់អាឈ្មោលសត្វញីក៏ត្រូវតែស្លាប់តាមរយៈការអត់ចំណីឬក៏ហោះទៅលើទម្លាក់ខ្លួនមកដីដើម្បីសម្លាប់ខ្លួនតាមគ្នាក៏ប៉ុន្តែបើវាមិនសម្លាប់ខ្លួនតាមគ្នានោះទេសត្វគីងកងមិនថាញីឬឈ្មោលនៅឡើយដែលនៅរស់គឺនៅរស់ដោយម្នាក់ឯងជាពោះម៉ាយឬក៏មេម៉ាយត្រូវមើលថែកូនចៅជារៀងរហូតលុះត្រាតែផុតជីវិតដោយឡែកបើងាកចាប់អារម្មណ៍ជាមួយនឹងបទចម្រៀងរបស់អ្នកស្រីរស់សេរីសុទ្ធាពីជំនាន់មុនវិញក៏បានច្រៀងរៀបរាប់អំពីភក្តីស្នេហ៍របស់សត្វគីងកងផងដែរនៅក្នុងនោះមានការរាប់បញ្ចូលដល់ថ្នាក់សត្វនេះយំសោកបោកខ្លួនពេលបាត់បង់កូនពីរសម្បុកគណៈដែលខ្លួនជាម្ដាយបានហើរទៅរកចំណីមកបញ្ចុកកូនអ្វីដែលគួរឲ្យសង្វេគនៅក្នុងអត្ថន័យនៃបទគីងកងបាត់កូនឬក៏គីងកងអភ័ព្វនេះគឺសត្វឈ្មោលត្រូវបានព្រានព្រៃបាញ់សម្លាប់ជាហេតុធ្វើឲ្យបាត់បង់ចាំទៀងនោះឡើយមិនថាសត្វឬក៏មនុស្សលោកនោះទេពលគឺខ្សែជីវិតរស់នៅក្នុងវាលវដ្តសង្សារនេះតែងតែជួបនៅជោគវាសនាប្រប្រាស់នារីនិងមិនអាចគេចផុតបានឡើយសូមបញ្ជាក់ផងដែរថាសត្វគីងកងគឺជាបក្សីដែលជួយចិត្តរស់នៅនិងមានសម្បុកពងកូននៅព្រៃដែលមានដើមឈើធំៗនិងជាប្រភេទបក្សីស៊ីផ្លែឈើធំៗជាអាហារក្រៅពីនៅក្នុងប្រទេសកម្ពុជាវាក៏ជាបក្សីដែលរស់នៅក្នុងព្រៃនៃតំបន់ត្រូពិកនានានៅក្នុងតំបន់អាស៊ីអាគ្នេយ៍ប៉ុន្តែវាក៏កំពុងប្រឈមទៅនឹងការធ្លាក់ចុះនៅក្នុងប្រទេសឡាវនិងប្រទេសថៃផងដែររហូតមកដល់ពេលនេះវាគឺជាបក្សីមានបង្គួរដោយសារតែការបាត់បង់ដែនជម្រកបណ្ដាលមកពីការបាត់បង់ព្រៃឈើនិងការប្រមាញ់ខុសច្បាប់នានា